នាវីទេសចរខ្នាតធំមួយគ្រឿងចូលចតក្រុងព្រះសីហនុនាំភ្ញៀវជិត 3000 នាក់អាមេរិកច្រើនជាងគេនៅវេលាម៉ោង 7:00 នាទីថ្ងៃច័ន្ទទី 29 ខែធ្នូនេះមាននាវីទេសចរឈ្មោះ Diamond Princess សញ្ជាតិប៊ឺម៉ូដាបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីទស្សនាប្រទេសកម្ពុជារយៈពេល1ថ្ងៃបន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាមកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឲ្យដឹងថានាវីទេសចរនេះមាននាវិកសរុបចំនួន 1059 នាក់ស្រី245នាក់មាន59សញ្ជាតិនិងមានភ្ញៀវទេសចរសរុបចំនួន 2850 នាក់ស្រី1566នាក់មាន52សញ្ជាតិចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក799នាក់និងអូស្ត្រាលី824នាក់បើតាមប្រភពខាងលើនាវីទេសចរនេះនឹងចាក់ចេញទៅប្រទេសថៃនៅវេលាម៉ោង 16:00 នាទីនៅថ្ងៃដដែល